ចាំដងការទៀតចាស់ណាមនុស្សយើងចាស់យូរពាក់ការទេតែទុកយូរពីប្អូនហើយខ្ញុំក៏តបទៅគាត់វិញថាប្អូនត្រង់ណាបងខ្ញុំមួយទឹកដោះសាប៊ូថ្ងៃឆ្ងល់មែនតើណាក្រៅពីពាក្យថាអូចាស់ហើយអង្ការយកប្តីអង្ការមានគ្រួសារហ្នឹងអត់មានពាក្យអីថ្មីប្លែកក្រៅពីហ្នឹងទេណតើការរៀបការមានគ្រួសារហ្នឹងវាសុបាយខ្លាំងណាស់ហេចង់ការឥឡូវនេះមិនបានរៀមច្បងចេះតែសួរខ្ញុំថាការមានគ្រួសារនេះឆ្ងល់ដែរនៅថ្ងៃមួយខ្ញុំកំពុងតែអង្គុយញ៉ាំកាហ្វេម្នាក់ឯងចៃដន្យអីក៏បានជួបជាមួយនឹងប្អូនថ្លៃមិត្តភ័ក្តិសាច់ថ្លៃរបស់មិត្តភ័ក្តិរបស់ខ្ញុំហើយពួកយើងក៏រាក់ទាក់គ្នាដូចធម្មតាទៅគាត់និយាយមកកែខ្ញុំថាបែកគ្នាយូរដូចប្លែកខ្ញុំក៏សួរគាត់ថាប្លែកនឹងប្លែកមិនបងប្លែកចាស់ជាងមុនមែនហើយបន្ទាប់មកក៏យើងសើចទាំងពីរនាក់ទៅពួកដឹងក្នុងចិត្តហើយបន្ទាប់មកគាត់សួរខ្ញុំថារៀបការមានគ្រួសារនៅខ្ញុំក៏ឆ្លើយតបទៅគាត់វិញថាមិនទាន់មានទេបងអើយខ្ញុំនៅ single ចាស់ហើយគាត់ក៏តបថាចាំដងការទៀតចាស់ណាមនុស្សយើងចាស់យូរពាក់ការទេតែទុកយូរពីប្អូនហើយខ្ញុំក៏តបទៅគាត់វិញថាប្អូនត្រង់ណាបងខ្ញុំមួយទឹកដោះសាប៊ូថ្ងៃខ្ញុំនេះមើលថែទាំខ្លួនឯងល្អណាស់ហាត់ប្រាណផងញ៉ាំអាហារល្អណាខ្ញុំចេញពីធ្វើការយូរប៉ុណ្ណាក៏ខ្ញុំនៅធ្វើម្ហូបញ៉ាំខ្លួនឯងដែរណាហើយបើគ្រឿងទេសខ្ញុំវិញខ្ញុំប្រើតែផលិតផលផលិតក្នុងស្រុកទេជាពិសេសគឺទឹកស៊ីអ៊ីវទឹកត្រីខ្មែរអំបិលខ្មែរនឹងឯងពេលឮខ្ញុំនិយាយចឹងយើងក៏នាំគ្នាសើចម្ដងទៀតហើយបន្ទាប់មកគាត់ក៏សួរថាណាឆាប់រៀបការទៅរកអ្នកណាម្នាក់រៀបការមកកុំរើសពេកបើសទៅពេលកាហ្វេមកដល់ទៅក៏ពួកយើងជជែកគ្នាហើយគាត់ក៏ច្រឡំត្អូញមាត់ពីគ្រូសាគាត់និយាយថាវាលំបាកចេះលំបាកចុះអីចឹងណាអធិស្ឋានបងប្អូនអើយវីដេអូរៀងក្បត់ជាមួយសាច់រឿងតិចហើយពេលខ្ញុំស្ដាប់សាច់រឿងគាត់ហើយក៏ខ្ញុំមិនហ៊ានមកអីដែរខ្ញុំបានត្រឹមធ្វើទឹកមុខធម្មតាចាត់ទុកថាជាការអង្គុយស្ដាប់កំសាន្តទៅចុះញ៉ាំកាហ្វេស្ដាប់រឿងកំសាន្តខ្ញុំបានត្រឹមតែគិតក្នុងចិត្តថាគិតទៅការរៀបការហើយមិនប្រកាសថាមានសេចក្តីសុខដូចខ្ញុំនឹងម្នាក់ឯងទេណារួចមិនបានម្នាក់ចេះតែបខំសួរគេថាការចាស់ហើយអីចឹងណាបងប្អូនណាខ្លះធ្លាប់ញ៉ាំត្រាវបំពងខ្ញុំធ្លាប់ញ៉ាំត្រាវបំពងនៅសៀមរាបកាលណាខ្ញុំទៅញ៉ាំនៅភ្លេចឈ្មោះហាងបាត់ហើយបងប្អូនហើយនៅក្នុងហ្នឹងគឺគាត់ឈូសត្រាវហើយបំពងមានការ៉ុតមានជីមានសាឡាត់អីតិចតួចចឹងណាគាត់ញ៉ាំគូឆ្ងាញ់មែនតើលើកទី1ដែលខ្ញុំញ៉ាំគឺជាប់ចិត្តតែម្ដងដល់ពេលឥឡូវមកធ្វើម្ហូបខ្លួនឯងចៃដន្យអីមានត្រាវបំពងស្រាប់សាក់ដាក់មើលមិនអីបងប្អូនឆ្ងាញ់អូយស្រួយខ្ញោករសជាតិហ្នឹងគឺត្រូវជាមួយគ្នាតែម្ដងក៏ថាម្ហូបដែលខ្ញុំធ្វើគឺភាគច្រើនគឺច្នៃហើយខ្ញុំធ្វើញ៉ាំបែបសុខភាពខ្ញុំអត់សូវប្រើគ្រឿងទេសដិតច្រើនទេ